កំប្លោកគឺជារុក្ខជាតិដែលដុះពាសពេញផ្ទៃទឹកនិងមានអត្ថប្រយោជន៍ជាច្រើនដូចជាអាចយកមកធ្វើជាម្ហូបអាហារឬកែច្នៃទៅជាសម្ភារៈប្រើប្រាស់ផ្សេងៗតែរុក្ខជាតិមួយនេះអាចកែច្នៃទៅជាអ្វីបានខ្លះទៅកាបូបនិងសម្ភារៈប្រើប្រាស់ដែលធ្វើមកពីកំប្លោកទាំងនេះគឺពិតជាខ្ជិលខ្ជួននិងគួរឲ្យស្រឡាញ់មែនទែនដែលស្នាដៃទាំងអស់នេះភាគច្រើនគឺសុទ្ធតែជាមីងអ៊ំនិងលោកយាយដែលពួកគាត់ជាអ្នកធ្វើដោយដៃផ្ទាល់តែម្ដងដែលបានធ្វើបន្តគ្នាច្រើនជំនាន់មកហើយដូច្នេះខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅជួបពួកគាត់ផ្ទាល់នៅខេត្តសៀមរាបតែម្ដងពេលដែលដឹងពីគុណប្រយោជន៍របស់វាគឺវាជួយដល់ពួកយើងច្រើនមែនទែនមិនត្រឹមតែជួយទៅដល់បរិស្ថានទេវាថែមទាំងបង្កើនប្រាក់ចំណូលដល់ប្រជាជនដែលបានធ្វើការនៅក្នុងនឹងទៀតអ្នកដែលគាត់កាត់កំប្លោកយកទៅហាលអញ្ចឹងគឺគាត់ទទួលបានប្រាក់ចំណូលដូចជាអ្នកធ្វើផលិតផលផ្ទាល់ផងដែរសម្រាប់លក្ខណៈពិសេសរបស់សិប្បកម្មកំប្លោកខ្ញុំវាជាផលិតផលធ្វើដោយដៃហើយជារបស់ធម្មជាតិយើងអាចកែច្នៃបានច្រើនទម្រង់មែនទែនមានតាំងពីកម្រាលមានតាំងពីកាបូបមានតាំងពីកញ្ច្រែងយើងត្រូវទៅកាប់នៅឆ្ងាយពីភូមិបន្ទាប់មកយកមកដាក់ហាលឲ្យស្ងួតបន្ទាប់ពីហាលស្ងួតហើយយើងយកវាមកបោកឆ្ពង់ឲ្យវាមានពណ៌សហើយឡើងរលោងដើម្បីឲ្យសាច់កប៉ោកហ្នឹងវាស្វិតវាអត់ដាច់យើងបន្ទាប់ពីឆ្ពង់ហើយយើងត្រូវស្នេលវាអស់ជាតិថ្នាំហើយបានយើងយកវាមកកាត់វាជាបែបនេះហើយបានយើងចាប់ផ្ដើមធ្វើមកចេញរូបរាងចេះចឹងណាបងមួយរយៈចុងក្រោយហ្នឹងប្រជាជនខ្មែរយើងគឺគាត់ផុសផុលក្នុងការគ្រប់គ្រងប្រើផលិតផលនៅក្នុងស្រុកហ្នឹងវាគឺជាទឹកចិត្តមួយឲ្យពួកយើងព្យាយាមអភិវឌ្ឍនៅគុណភាពនៃការធ្វើផលិតបានច្រើនជាងមុនដែលយើងធ្វើឲ្យតម្លៃហ្នឹងវារៀងចុះថ្លៃជាងមុនសម្រាប់អ្នកប្រើដែរតាំងពីយើងប្រើ ABA មកគឺវាងាយស្រួលមែនតើដោយសារតែពួកយើងអាចប្រើ QR code ដើម្បីទូទាត់លុយបានអញ្ចឹងណាចំណេញពេលវេលាបានច្រើនពេលខ្លះភ្ញៀវគាត់មកអញ្ចឹងគាត់អាចបានកាន់សាច់ប្រាក់មកជាមួយឯងសម័យមើលបើសិនជាអត់មាន QR ទេហើយជាគាត់បោះបង់ហើយគាត់អាចទិញផលិតផលនៅថ្ងៃហ្នឹងបានទេយើងអាចបាញ់ជាលុយដុល្លារក៏បានបាញ់ជាលុយខ្មែរក៏បាននាងខ្ញុំសូមលើកទឹកចិត្តដល់អាជីវកម្មមិនថាតូចឬក៏ធំទេឲ្យគាត់ប្រើប្រាស់ ABA ដើម្បីជួយសម្រួលទៅដល់ការងារនិងការទូទាត់សាច់ប្រាក់របស់គាត់ជាមួយនឹងអតិថិជនខ្ញុំពិតជាសូមកោតសរសើរទៅដល់អូនពូមីងយាយតានៅសិប្បកម្មធ្វើកាបូបកំប្លោកនេះមែនតើដែលពួកគាត់ធ្វើដោយដៃផ្ទាល់ពោពេញទៅដោយភាពច្នៃប្រឌិតតែម្ដងជាចុងក្រោយខ្ញុំនិងធនាគារ ABA សូមផ្ដាំផ្ញើទៅដល់ពុកម៉ែបងប្អូនខ្មែរគ្រប់រូបសូមចូលរួមគាំទ្រផលិតផលខ្មែរក៏ដូចជាជួយលើកតម្កើងសិល្បៈនិងសិប្បកម្មធ្វើដោយដៃរបស់ខ្មែរឲ្យបានកាន់តែច្រើនឥឡូវនេះម្ចាស់អាជីវកម្មគ្រប់ប្រភេទនិងគ្រប់ទំហំអាចស្នើ ABA KHQR ជាប្រភេទជើងបញ្ឈរបន្តោងកាតនិង sticker បានយ៉ាងងាយស្រួលតាមមុខងារអាជីវករ ABA នៅក្នុង ABA Mobile គ្រាន់តែចុច Profile ហើយបដូរទៅ Mode អាជីវករ ABA ជ្រើសរើសហាងហើយចុចស្នើកូដ QR ហើយដាក់ចំនួននិងប្រភេទ ABA KHQR រួចជ្រើសរើសទីតាំងហាងរបស់លោកអ្នកហើយចុចបញ្ជាក់ការស្នើសុំក្រុមការងារ ABA នឹងដឹកជូនទៅដល់ទីតាំង